អ្វីទៅជា con និង con EXPR ក្នុង C++ ពី constant មុនសិនអញ្ចឹង constant variable ណាដែលយើងបង្កើតដោយមាន constant នឹងពីមុខមានន័យថាវាអាចដូរតម្លៃបានទេអញ្ចឹងខ្ញុំបង្កើត constant មួយឈ្មោះ b ហ្នឹងទៅស្មើឲ្យលេខ100អញ្ចឹងមានន័យថា b ហ្នឹងគឺអាចដូរតម្លៃទេអញ្ចឹងខ្ញុំសាកបញ្ចេញវាមើលសិន cout b ខ្ញុំមាន n line មកហើយខ្ញុំដាក់ return 0 3បញ្ចប់វាមកអញ្ចឹងយើងរ៉ានឃើញថាវាចេញមកធម្មតាប៉ុន្តែនៅកន្លែងហ្នឹងបើសិនបើយើងដាក់ con គឺ cannot change អត់អាចដូរតម្លៃវាបានទេមានតែតម្លៃវាប៉ុណ្ណាគឺប៉ុណ្ណឹងហ្មងឥឡូវខ្ញុំដូរទៅជា40វិញអញ្ចឹងនៅពេលដែលខ្ញុំរ៉ានទៅយើងឃើញថាវានឹង load error មកហើយវានឹងប្រាប់យើងថា cannot assign to variable b with constant qualify type con in អូខេនៅក្នុង line ទី6ហើយ b ស្មើឲ្យ40នេះដោយសារតែកន្លែងហ្នឹងគឺយើងឲ្យ b ស្មើនៅ40ស្មើឲ្យតម្លៃ40នៅ line ទី6នេះអូខេចឹងវាប្រាប់យើងច្បាស់ហ្មងអញ្ចឹងមានថា constant គឺអាច assign តម្លៃឲ្យបានទេsorry អត់អាច change តម្លៃវាបានទេប៉ុន្តែជាមួយនឹង constant នេះតម្លៃរបស់វាអត់អាច change បានប៉ុន្តែវាអាចដឹងបាននៅក្នុង run time បែបម៉េចឥឡូវគឺយើងត្រូវដឹងពី run time ហើយនិង compile time មួយ demo run time ចឹងទៅពេលខ្ញុំ run code ហ្នឹងទៅខ្ញុំវាយបញ្ចូលឈ្មោះរបស់ខ្ញុំអូខេចាន់រត់ចឹងទៅចឹងទៅពេលយើងវាយបញ្ចូលឈ្មោះរបស់ខ្ញុំហ្នឹងមានន័យថាអាតម្លៃយើងមើលបកមកមើល code របស់យើងវិញ code របស់យើងគឺខ្ញុំឲ្យមានអាញាត់មួយ string name 1ហើយខ្ញុំបញ្ចូលតម្លៃទៅឲ្យ name 1មួយហ្នឹងហើយបន្តមកទៀតខ្ញុំមាន string មួយទៀតមានឈ្មោះថា name 2ឲ្យវាស្មើជាមួយនឹង name 1អញ្ចឹងមានន័យថាអា name 2នេះគឺវាបានតម្លៃនៅពេលដែលមកពីណានៅពេលដែលយើងបញ្ចូលតម្លៃឲ្យ name 1ហើយ name 1នេះបានតម្លៃមកពីណាគឺមកពីពេលយើងបញ្ចូលវានឹងឯងបញ្ចូលនៅពេលណាគឺនៅពេលដែល run time នៅពេលកំពុងតែដំណើរការអញ្ចឹងមានន័យថា constant នេះគឺវាអាចចាប់យកតម្លៃបាននៅពេលដែល run time ហើយអាហ្នឹងគឺជាចំណុចដែលខុសគ្នារវាងអា con ហ្នឹងជាមួយអា con EXPR ចឹងខ្ញុំបង្កើតមក con EXPR ហើយបានយើងដាក់នៅអញ្ញត្តិយើងមក in a ហ្នឹងទៅស្មើឲ្យលេខ10អញ្ចឹងអា con exp ពួកអា con ហើយនឹង con expr ហ្នឹងគឺយើងដាក់វានៅពីខាងមុខពេលយើងបង្កើតអញ្ញត្តិណាហើយយើងដាក់អាហ្នឹងពីមុខហ្នឹងដើម្បីអីគេឥឡូវ con expr ហ្នឹងវាដូចគ្នាជាមួយនឹង con trongចំណុចមួយនេះថាវាអាចឲ្យគេ change តម្លៃបានហើយខ្ញុំដូរដាក់លេខ50អីវិញហ្នឹងទៅចឹងទៅពេលដែលយើង run យើងនឹងឃើញថា error គឺអាចដូរតម្លៃឲ្យវាបានទេហើយមួយទៀតគឺអា con expr ហ្នឹងត្រូវតែដឹងតម្លៃរបស់វាត្រូវតែមាននៅពេលដែល compile time អូខេមិញយើងឃើញតែ con គឺដឹងនៅពេលដែល run time នៅពេលដែលយើងបញ្ចូលតម្លៃបានឲ្យវាមានតម្លៃអាហ្នឹងគឺ run time ប៉ុន្តែអានេះគឺ compile time នៅពេលដែលយើងចុច run ភ្លាមវាត្រូវតែមានតម្លៃហ្មងអញ្ចឹងខ្ញុំសាកជាមួយឥឡូវខ្ញុំអត់ឲ្យវាមានតម្លៃចេះទេខ្ញុំឲ្យធ្វើដូចមុនអញ្ចឹងមានអីគេមាន in x អូខេ in x មួយហ្នឹងទៅហើយបានខ្ញុំ cout x sorry cout ហើយដាក់ថា enter x ឲ្យបញ្ចូលតម្លៃ x មានន័យថាអាកន្លែងនេះ x បានតម្លៃមក x បានតម្លៃពេលណាគឺនៅពេលដែលយើងបញ្ចូលវានៅពេលយើងបញ្ចូលវាបាននៅពេលដែលវាកំពុងតែ run អាហ្នឹងហើយគេហៅថាជា run time អូខេខ្ញុំសេកន្លែងនេះខុសខ្ញុំបិទទីសិនអូខេអញ្ចឹងខ្ញុំអាចឲ្យអា con expr a នេះស្មើជាមួយនឹង x មកប៉ុន្តែកន្លែងហ្នឹងយើងនឹងឃើញថាមាន error មួយកើតឡើងហេតុអីដោយសារតែ con expr នេះវាខុសពី con ធម្មតាតតែកន្លែងហ្នឹង x ហ្នឹងមានតម្លៃហ្មងហើយតម្លៃហ្នឹងជាតម្លៃថេទៀតជា constant ទៀតបានវាអាច assign តម្លៃទៅឲ្យអា con expr នេះបានអូខេអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតណាគឺ con expr នេះវាដាក់យើង assign តម្លៃទៅឲ្យវាបាននៅពេលដែល compile time អូខេអញ្ចឹងខ្ញុំ run ទៅពេលយើងពងរ៉ានពេលវា convert ទៅជា binary code អានឹងគេហៅថា compile time ហ្នឹងណាអញ្ចឹងក្នុង compile time x នេះគឺអត់មានតម្លៃទេដោយសារ x នេះមានតម្លៃនៅក្នុង run time នៅពេលយើងបញ្ចូលវាអូខេគឺខ្ញុំថាយើងយល់តែប៉ុណ្្នឹងចឹងខ្ញុំអាចដាក់បើសិនជាក្នុងករណីដែលកន្លែងនេះធ្វើម៉េចដើម្បីអាច assign តម្លៃឲ្យ con expr នឹងបានគឺយើងឲ្យតែអាតម្លៃនឹងជាតម្លៃថេអូខេចឹងខ្ញុំឲ្យ x ស្មើឲ្យលេខ30អញ្ចឹងខ្ញុំឲ្យa នេះស្មើជាមួយនឹង x អូខេចឹងគ្នាអាចថាមើលទៅដូចជាដើរណាប៉ុន្តែកន្លែងនេះគឺនៅតែដើរដដែលដោយសារតែ x នេះវាជាអញ្ញត្តិធម្មតាមានន័យថាវាអាចដូរតម្លៃបានប៉ុន្តែ rule របស់អា constant គឺអត់អាចដូរទេឲ្យវាតម្លៃវាស្មើប៉ុណ្ណាគឺស្មើប៉ុណ្ណឹងអញ្ចឹងតើអា x នេះវាជាតម្លៃថេដែរហើយនៅពេលដែលគ្នាឃើញពីរហ្នឹងអញ្ចឹងហើយថា
តើអាពីរហ្នឹងវាមិនយើងប្រើវាដើម្បីអីយើងប្រើវាដើម្បីនៅពេលដែលយើងចង់បង្កើតនៅអាញាតមួយដែលវាមានតម្លៃថេអត់អាចដូរហ្មងដូចនៅពេលដែលខ្ញុំធ្លាប់ធ្វើ project មួយជួបមួយពួក back end អីចឹងឬក៏ front អីចឹងយើងចង់ fix API មកគេមាន API URL ស្មើប្រហែលគឺអញ្ចឹងតម្លៃវាប៉ុណ្ណឹងហ្មងថាឧទាហរណ៍ថា rate limit ចំនួនគេចូលប្រើប្រាស់100នាក់អញ្ចឹង con rate limit 100នាក់អីចឹងទៅអូខេអាហ្នឹងគឺតម្លៃពួកតម្លៃថេអាហ្នឹងបាទយើងប្រើជាមួយនឹង con ជាមួយនឹង con EXPR ចាពីរហ្នឹងគឺមានភាពខុសគ្នាហើយមួយទៀត rule របស់ con ខ្ញុំភ្លេចនិយាយមិញ rule របស់ con គឺy ឥឡូវដាក់ y ចឹងចុះគឺយើងអាចបង្កើតឲ្យទុកវាចោលបែបនេះបានទេ load error ដោយសារតែ rule របស់វាគឺត្រូវតែបង្កើតវាឲ្យមានតម្លៃប៉ុន្តែ constant គឺអាចឲ្យវាមានតម្លៃនៅពេលដែល run time បានអូខេម្ដងដដែលម្ដងទៀតអានេះគឺ compile time អានេះគឺ run time con ធម្មតា run អានេះ compile time